ក្រែបាននិយាយថាខ្លួនបានបើកការស៊ើបអង្កេតលើការសង្ស័យសម្រាប់អ្នកទោសសង្គ្រាមសរុបចំនួន268នាក់ក្រោមស្នាដៃរបស់កងទ័ពរុស្ស៊ីគិតចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូកាលពីខែកុម្ភៈឆ្នាំ2022មកនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ទីក្រុងគៀវបានចោទប្រកាន់ទីក្រុងមូស្គូជាយូរមកហើយអំពីការសម្លាប់ឆ្លើយសឹកក្នុងនោះរួមមានទាំងទាហានដែលបានរងរបួសឬដែលបានទម្លាក់អាវុធសុំចោះចាញ់នៅលើសមរភូមិអ៊ុយក្រែនបានអំពាវនាវយ៉ាងទទូចឲ្យតុលាការអន្តរជាតិស៊ើបអង្កេតលើថ្នាក់ដឹកនាំក៏ដូចជាមេបញ្ជាការយោធារុស្ស៊ីពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាលពីខែកុម្ភៈឆ្នាំនេះបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ុយក្រែនបាននិយាយថាខ្លួនបានកត់ត្រាការកើនឡើងខ្ពស់នៃសេចក្តីរាយការណ៍អំពីការសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ីគឺ79ករណីចាប់តាំងពីចុងខែសីហាឆ្នាំ2024បើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្ររបស់អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនវិញនោះក្នុងចំណោមឆ្លើយសឹកអ៊ុយក្រែនទាំង268នាក់ខាងលើគឺ57ករណីមកពីឆ្នាំ2022 11ករណីមកពីឆ្នាំ2023 149ករណីមកពីឆ្នាំ2024និង51ករណីនៅក្នុងឆ្នាំ2025នេះគិតត្រឹមពេលនេះគួរបញ្ជាក់ថាវិមានក្រំឡាំងបានបដិសេធការចោទប្រកាន់ថាខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនហើយជាច្រើនលើកច្រើនសារក៏បានចោទមកអ៊ុយក្រែនវិញអំពីការសម្លាប់ទាហានរុស្ស៊ីដែលត្រូវបានចាប់ខ្លួនផងដែរដោយឡែក UN បាននិយាយថាឆ្លើយសឹកនៃភាគីទាំងសងខាងនៅក្នុងសង្គ្រាមគឺសុទ្ធតែទទួលរងការធ្វើបាបនិងការធ្វើទារុណកម្មដូចគ្នាលោកបណ្ឌិតសភាចារសុកស៊ីផាណែបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពាណិជ្ជកម្មពិភពលោកនិងការដោះស្រាយបញ្ហាប្រឈមនានាលោកសាស្ត្រាចារ្យបណ្ឌិតសភាចារសុកស៊ីផាណាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្មបានរៀបចំសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលកិច្ចប្រជុំពាណិជ្ជកម្មពិភពលោកនិងការដោះស្រាយបញ្ហាប្រឈមនានាការរៀបចំសន្និសីទនេះបន្ទាប់ពីបណ្ឌិតសភាចារសុកស៊ីផាណាតំណាងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី24ខែឧសភាឆ្នាំ2025ក្រោយអញ្ជើញចូលរួមបើកបិទនិងថ្លែងសន្ទរកថាគន្លឹះក្នុងកម្មវិធីវេទិកាពាណិជ្ជកម្មប្រកបដោយចីរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃប្រទេសថៃកម្មវិធីវេទិកាពាណិជ្ជកម្មខាងលើនេះរៀបចំធ្វើឡើងក្រោមប្រធានបទសកលភាវូបនីយកម្ម 2.0 ការដោះស្រាយបញ្ហាប្រឈមរបស់ពាណិជ្ជកម្មអន្តរជាតិដែលធ្វើឡើងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែឧសភាឆ្នាំ2025វេទិកានេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកស្រីវ៉ាទីម៉ាយ៉ាស្មីនអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោកជីនម៉ារីផូហ្គាំអគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ WTO លោកហាន់គូយ៉ូអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េសាស្ត្រាចារ្យលីអូណេហ្វុនធីកណេជាប្រធានសាស្ត្រាចារ្យនៃសាលាសេដ្ឋកិច្ចប៉ារីសលើពីនោះទៀតក៏មានតំណាងមកពីគណៈកម្មការអឺរ៉ុបធនាគារពិភពលោកមូលនិធិអឺរ៉ុបវត្ថុអន្តរជាតិហៅកាត់ IMF គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកសាកលវិទ្យាល័យនិងរដ្ឋាភិបាលតំណាងប្រទេសក្នុងតំបន់ផងដែរឆ្លឹកក្នុងឱកាសនោះបណ្ឌិតសភាចារសុកស៊ីផាណាក៏បានជួបពិភាក្សាជាមួយលោកស្រី Fatima Jasmine អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីអំពីការប្រែប្រួលការងារពាណិជ្ជកម្មគោលនយោបាយពាណិជ្ជកម្មការប្រែប្រួលផ្នែក Digital និងសេដ្ឋកិច្ចបៃតងព្រមទាំងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធំជាច្រើនរូបទៀតផងជាបឋមខ្ញុំបាទសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិទាំងអស់ខ្ញុំបាទទើបត្រឡប់មកពីទីក្រុងបាងកកដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយក្រមវេទិកាពាណិជ្ជកម្មប្រកបដោយចីរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍អន្តរជាតិមួយដែលមានសារៈសំខាន់ព្រោះមានការចូលរួមពីស្ថាប័នអន្តរជាតិធំៗដូចជាធនាគារអភិវឌ្ឍន៍អាស៊ីធនាគារពិភពលោក IMF វិទ្យាស្ថានស្រាវជ្រាវទីក្រុងប៉ារីនិងស្ថាប័នមួយចំនួនពហុភាគីធំៗមួយចំនួនទៀតហើយការពិភាក្សារបស់យើងនៅលើសារៈសំខាន់នៃការវិវត្តពិភពលោកសប្តាហ៍ថ្ងៃនេះនៅក្នុងបរិបទដែលថា
វាមានភាពតានតាំងខាងផ្នែកសេដ្ឋកិច្ចនយោបាយហើយជាពិសេសគេស្កត់ធ្ងន់ទៅលើពាណិជ្ជកម្មចេរភាពហ្នឹងគឺបើនិយាយឲ្យសាមញ្ញវិញគឺវាពាក់ព័ន្ធទៅលើការប្រែប្រួលអាកាសធាតុថាតើការប្រែប្រួលអាកាសធាតុហ្នឹងវាប៉ះទង្គិចទៅលើពាណិជ្ជកម្មនៃយ៉ាងម៉េចខ្លះគាត់ថាឥឡូវដោយសារសហរដ្ឋអាមេរិកគាត់ដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសពាក់ព័ន្ធលើការប្រែប្រួលអាកាសធាតុហ្នឹងស្ថាប័នអន្តរជាតិមួយចំនួនគាត់លែងឲ្យប្រើពាក្យពាណិជ្ជកម្មអីដែលប៉ះពាល់ទៅលើខាងប្រែប្រួលអាកាសធាតុហ្នឹងឥឡូវគេប្រើពាក្យសាមញ្ញមួយថាពាណិជ្ជកម្មដែលមានភាពចេរភាពប៉ុន្តែបើនិយាយខ្លីគឺពាក់ព័ន្ធទៅលើការប្រែប្រួលអាកាសធាតុហើយបើផលប៉ះពាល់ហ្នឹងវាសម្បើមក្នុងការប្រែប្រួលអាកាសធាតុហ្នឹងគឺទាំងអស់ហើយប្រទេសធំមួយចំនួនគាត់រុញនៅកម្មវិធីមួយចំនួនដើម្បីទប់ស្កាត់ដើម្បីកាត់បន្ថយដើម្បីធ្វើម៉េចឲ្យពាណិជ្ជកម្មសេដ្ឋកិច្ចហ្នឹងវាមានចេរភាពដូចជាជាក់ស្ដែងដូចជាសហគមន៍អឺរ៉ុបកាលមុនប្រធានាធិបតី Trump គាត់ឡើងគឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបគាត់ជំហរគាត់ដូចគ្នាដល់ឥឡូវសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសពាក់ព័ន្ធទៅលើអាកាសធាតុហ្នឹងនៅសល់តែសហគមន៍អឺរ៉ុបទេដែលគាត់រុញនៃថាកម្មវិធីប្រព័ន្ធហ្នឹងហើយកម្មវិធីប្រព័ន្ធហ្នឹងក៏វាប៉ះពាល់ទៅលើសេដ្ឋកិច្ចប្រទេសតូចដែរព្រោះឧទាហរណ៍ខ្ញុំយកឧទាហរណ៍ជាក់ស្ដែងថានៅពេលដែលយើងកសិករយើងដាំដំណាំស្វាយចន្ទីបើសិនជាបន្តិចទៀតទៅបើយើងអត់មានលទ្ធភាពបង្ហាញថាស្វាយចន្ទីយើងដាំនៅលើដីមិនមែនកាប់ព្រៃទេគឺបើសិនដាំលើដីកាប់ព្រៃគេអត់ឲ្យនាំចូលក៏ស្វាយចន្ទីយើងទៅសហគមន៍អឺរ៉ុបទេអានឹងជាឧទាហរណ៍ជាក់ស្ដែងកៅស៊ូក៏ដូចគ្នាដែរយើងត្រូវតែមានលទ្ធភាពបង្ហាញថាយើងកៅស៊ូយើងនឹងស្វាយចន្ទីយើងនឹងដាំដុះនៅលើដីដែលមិនមែនជាដីកាប់ព្រៃណាអានឹងសិតតែជាផលប៉ះពាល់ក្នុងពាណិជ្ជកម្មនឹងដែរគឺនៅពេលដែលឥឡូវ Navy ដែលដឹកទំនិញពីទ្វីបមួយទៅទ្វីបមួយហ្នឹងគឺគាត់បញ្ចេញអូស្មန်សម្បើមហើយអញ្ចឹងឥឡូវនៅក្នុងវិស័យនេះតើគេមានវិធានការខ្លះដើម្បីទប់ស្កាត់ហ្នឹងអញ្ចឹងអានឹងយើងការពីប្រជុំពិភាក្សាហ្នឹង3ថ្ងៃនៅលើអនុផ្នែកនីមួយដែលពាក់ព័ន្ធទៅលើការពាណិជ្ជកម្មអន្តរជាតិហ្នឹងក៏ប៉ុន្តែដែលមានការជជែកច្រើនពាក់ព័ន្ធទៅលើទូនីតិនៃសហរដ្ឋអាមេរិកដែលលោកវាតម្លៃពន្ធតារីហ្វថ្មីហ្នឹងអញ្ចឹងគឺមានការពិភាក្សាច្រើនពាក់ព័ន្ធទៅលើបញ្ហាហ្នឹងដែរណាហើយខ្ញុំបានបើកកម្មវិធីហើយក៏បានបញ្ចប់កម្មវិធីដែរជាវាគ្មិនបិទសិក្ខាសាលាសន្និសីទហ្នឹងហើយចន្លោះហ្នឹងក៏ខ្ញុំបានយកឱកាសជួបទ្វេភាគីជាមួយអនុប្រធានធនាគារអភិវឌ្ឍអាស៊ីដែរលោកជំទាវ Fatima Yasmin យើងបានជជែកពីការប្រែប្រួលការងារពាណិជ្ជកម្មយើងគោលនយោបាយពាណិជ្ជកម្មតើការប្រែប្រួលខាងផ្នែក digital យើងត្រូវធ្វើឲ្យខ្លះខាងសេដ្ឋកិច្ចបៃតងយើងត្រូវធ្វើខ្លះយើងអានឹងទាំងអស់ហ្នឹងសុទ្ធតែជាចំណុចដែលជាប្រទេសយើងត្រូវតែដឹងយើងត្រូវតែតាមដានយើងត្រូវតែមានកម្មវិធីអនុវត្តជាក់ស្ដែងធ្វើម៉េចយើងត្រូវបញ្យល់ឲ្យគណៈឯកជនយើងឲ្យគាត់យល់ច្បាស់ថាការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ទៅលើរបៀបគាត់រកស៊ីរបៀបគាត់ធ្វើពាណិជ្ជកម្មទៅអនាគតទេអានឹងជាអ្វីដែលខ្ញុំចាប់ចេញពីសន្និសីទ3ថ្ងៃហ្នឹងគឺទូនីតិនៃគណៈឯកជនសំខាន់មែនទែនខ្ញុំក៏បានជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសថៃដែរអាយដាមពិជ័យរិទ្ធផនដើម្បីយើងបានទៅចែកគ្នាព្រោះយើងទៅប្រទេសគាត់ហើយយើងត្រូវតែសម្ដែងការគួរសមជារដ្ឋមន្ត្រីដូចគ្នាហើយយើងបានផ្លាស់ប្ដូរយោបល់ច្រើនពាក់ព័ន្ធទៅលើពាណិជ្ជកម្មកម្ពុជាថៃជាដើមណាហើយខ្ញុំក៏បានជួបជាមួយលោកជំទាវអាមីដាអារីសចាបាណាដែលគាត់ជា
អនុរដ្ឋាភិការអង្គការសហជាតិនិងជាលេខាធិការរបស់អង្គការ ESCAP នឹងយើងបានទៅចែកពីការជំនួយរបស់គាត់ក្នុងការរៀបចំនៃកម្មវិធីនៅលើ website មួយដើម្បីជួយក្នុងការពិភាក្សាការចរចាពាណិជ្ជកម្មអន្តរជាតិនឹងអញ្ចឹងយើងខែក្រោយនឹងយើងនឹងផ្សព្វផ្សាយនៅកម្មវិធីនេះដែលយើងហៅថា TINA អានេះជាកម្មវិធីក្នុងការចរចានៃពាណិជ្ជកម្មអន្តរជាតិណាហើយយើងបានទៅចែកជាមួយគាត់ដើម្បីធ្វើម៉េចឲ្យកម្មវិធីហ្នឹងយើងបូកគុំជាមួយកម្មវិធីនិយាយមែនទេណាជាកម្មវិធី website អញ្ចឹងយើងនិយាយថាសម្រាប់អ្នកចរចារបស់យើងហ្នឹងទាំងក្រសួងរ៉ាំធុទាំងក្រសួងពាណិជ្ជកម្មក្រសួងទាំង lain ហ្នឹងយើងត្រូវតែដឹងនៅលើព័ត៌មានទាំងអស់ហ្នឹងព្រោះអីសម័យឥឡូវគឺសម័យពាក់ព័ន្ធទៅលើ IT AI ហ្នឹងគឺបើយើងយល់បើយើងចេះប្រើនៃឧបករណ៍ទាំងអស់ហ្នឹងយើងអាចជួយយើងច្រើនក្នុងការលើកជាទិសដៅជាគោលនយោបាយជាចំណុចក្នុងការចរចាថ្ងៃក្រោយបើយើងចង់បើកទីផ្សារនៅលើប្រទេសធំដទៃទៀតបាទអញ្ចឹងជាទូទៅអានេះជាចំណុចសំខាន់ក្នុងបេសកកម្មដែលខ្ញុំបានទទួលការអនុញ្ញាតដល់គង់ពោះពីសម្ដេចបវរធិបតីឲ្យខ្ញុំចូលរួមនៅក្នុងកម្មវិធីនេះតំណាងប្រទេសជាតិជាមុខមាត់មួយធំសម្រាប់ប្រទេសជាតិដោយគេស្នើខ្ញុំបើកកម្មវិធីផងហើយបិទកម្មវិធីទៀតអានឹងជាខ្ញុំថាជាការទទួលស្គាល់ទូនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិដែរព្រោះស្ថាប័នធំពិភពលោកមកជួបជុំនេះឲ្យ3ថ្ងៃនេះអញ្ចឹងម្ដងទៀតខ្ញុំសូមអរគុណសម្ដេចបវរធិបតីក្នុងការចាត់តាំងជាបាទតំណាងប្រទេសជាតិទាំងមូលនៅក្នុងកិច្ចសន្និសីទអន្តរជាតិនេះបាទអញ្ចឹងជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរអាដាមសម្ដេចទ្រង់ទាំងអស់គ្នាដើម្បីឲ្យបានទទួលនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឡើយបាទសូមអរគុណបាទអង់គ្លេសជាប្រទេសដំបូងគេបង្អស់នៅអឺរ៉ុបដែលឲ្យអ្នកជំងឺមហារីកសរុប15ប្រភេទអាចទទួលការព្យាបាលដោយការប្រើថ្នាំចេះបច្ចុប្បន្ននៅប្រទេសអង់គ្លេសអ្នកជំងឺមហារីកអាចចាប់ផ្ដើមទទួលការព្យាបាលតាមបែប immunotherapy ក្នុងទម្រង់ជាថ្នាំចាក់ជំនួសឲ្យវិធីសាស្ត្រទូទៅគឺក្នុងទម្រង់ជាការបន្តោងសេរ៉ូមអង់គ្លេសជាប្រទេសដំបូងបង្អស់នៅអឺរ៉ុបដែលបានធ្វើយ៉ាងដូច្នោះថ្នាំខាងលើមានឈ្មោះហៅថា Novolumab ឬ Opdivo ថ្នាំចាក់នោះប្រើពេលត្រឹមតែ3ទៅ5នាទីប៉ុណ្ណោះជំនួសឲ្យការបន្តោងសេរ៉ូមដែលជាទូទៅត្រូវប្រើរយៈពេលប្រហែល1ម៉ោងហើយវាមានសមត្ថភាពសម្រាប់ព្យាបាលជំងឺមហារីកសរុបចំនួន15ប្រភេទខុសៗគ្នារួមមានមហារីកសួតមហារីកពោះវៀនមហារីកតម្រងនោមមហារីកផ្លោកនោមមហារីកបំពង់រំលាយអាហារមហារីកស្បែកព្រមទាំងមហារីកនៅផ្នែកកនិងក្បាលជាដើមគូបញ្ជាក់ថាបើតាមសេវាសុខាភិបាលជាតិហៅកាត់ថា NHS របស់អង់គ្លេសថ្នាំចាក់ខាងលើអាចជួយឲ្យអ្នកជំងឺមហារីកលែងត្រូវចំណាយពេលច្រើនដូចមុនសម្រាប់ការព្យាបាលរបស់ពួកគេហើយអនុញ្ញាតឲ្យគ្រូពេទ្យអាចព្យាបាលអ្នកជំងឺបានកាន់តែច្រើនFresh AI ដែលជាកម្មវិធីព័ត៌មានឆ្លាតវៃបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីមន្ត្រីរាជការនិងអ្នកស្រាវជ្រាវជាច្រើនក្នុងការស្វែងរកព័ត៌មានដែលខ្លួនចង់បានសូមបញ្ជាក់ថា Fresh AI គឺជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅក្នុងប្រទេសកម្ពុជាដោយបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយជាមួយនឹងទិន្នន័យយ៉ាងច្រើនណាស់ណែករហូតដល់ជាង400លានពាក្យFresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជាហើយបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាមួយទិន្នន័យយ៉ាងច្រើនអនេករហូតដល់ជាង400លានពាក្យនិងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងមន្ត្រីរាជការជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះមន្ត្រីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅក្រៅការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំនិងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បានលោកបាននិយាយថា Fresh AI នេះល្អអាចប្រើប្រាស់បានជាភាសាខ្មែរទៀតនៅក្នុងការស្រាវជ្រាវស្វែងរកព័ត៌មានផ្សេងៗដែលចង់បានដោយបង្ហាញសង្ខេបខ្លឹមសារនិងព័ត៌មានលម្អិតថែមទៀតផង
ជាពិសេសគឺមានលីងព័ត៌មានដែលបានចេញផ្សាយផ្លូវការនៅ Fresh News ទៀតផងនោះគឺជាឯកសារយ៉ាងសំខាន់មន្ត្រីរាជការដដែលរោគនេះបានបញ្ជាក់ថាចំណុចនេះ Fresh AI អាចជំនួសដល់ការប្រើប្រាស់ Google ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរយ៉ាងណាមិញមន្ត្រីរាជការរូបនេះក៏បានបញ្ជាក់ដែរថាលោកឃើញថាប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់នៅមិនទាន់យល់ដឹងអំពី AI នៅឡើយទេការនេះតម្រូវឲ្យមានការចូលរួមផ្សព្វផ្សាយបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានជ្រាបដឹងថាកម្ពុជាយើងកំពុងតែមាន Fresh AI ដែលអាចស្រាវជ្រាវស្វែងរកព័ត៌មានជាភាសាខ្មែរបានយ៉ាងល្អបែបនេះសូមជម្រាបថាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News លោកលឹមជាវត្ថានៅថ្ងៃសុក្រទី23ខែឧសភាឆ្នាំ2025បានប្រកាសដាក់ឲ្យដំណើរការ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានដ៏ឆ្លាតវៃភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជាជាមួយទិន្នន័យយ៉ាងច្រើនអនេកទាំងព័ត៌មានជាតិនិងអន្តរជាតិជុំវិញពិភពលោកកម្មវិធីឆ្លាតវៃ Fresh AI អនុញ្ញាតឲ្យអ្នកដែលអាចចុចសួរអ្វីៗពាក់ព័ន្ធទៅនឹងព័ត៌មានឬដំណឹងដែលកើតឡើងនៅកម្ពុជានិងជុំវិញពិភពលោកជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនជាង400លានពាក្យស្មើនឹង50,000អត្ថបទដែលរក្សាទុករយៈពេលប្រមាណ11ឆ្នាំចាប់តាំងពីឆ្នាំ2014ដល់ឆ្នាំ2025និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃធ្វើឲ្យព័ត៌មានកាន់តែច្រើនឡើងនិងកាន់តែឆ្លាតវៃ Fresh AI ឆ្លើយព័ត៌មានយ៉ាងឆាប់រហ័សដោយសង្ខេបព័ត៌មានខ្លីសមរម្យនិងបង្ហាញលទ្ធផលស្វែងរកជាច្រើនអត្ថបទលោកលឹមជាវត្ថាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News និងបណ្ដាញទំនាក់ទំនង Cool App បានឲ្យដឹងថា Fresh AI គឺជាកម្មវិធី chatbot សួរឆ្លើយពាក់ព័ន្ធទៅនឹងព័ត៌មានតែប៉ុណ្ណោះគឺជាកម្មវិធី AI ព័ត៌មានដំបូងគេនៅកម្ពុជាហើយគឺជាសមិទ្ធផលថ្មីមួយទៀតដែលបង្កើតឡើងដោយក្រុមការងារបច្ចេកទេសកូនខ្មែររបស់យើងវាគឺជាមោទនភាពរបស់ប្រទេសខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានយើងនឹងបន្តបញ្ចូលព័ត៌មានថែមជារៀងរាល់ថ្ងៃដើម្បីធ្វើឲ្យការសួរនិងការឆ្លើយកាន់តែឆ្លាតវៃហើយយើងដាក់ឲ្យសាកល្បងជំហានដំបូងសិននិងបន្តកែសម្រួលអភិវឌ្ឍបន្តទៀតយើងមានសមិទ្ធផលធំចំនួន3ហើយគឺកម្មវិធីព័ត៌មាន Fresh News កម្មវិធីផ្ញើសារ Cool App និងកម្មវិធីឆ្លាតវៃ Fresh AI នេះគឺជាការបញ្ជាក់ពីលោកលឹមជីវថាស្ថាបនិកនិងជាអគ្គនាយកកម្មវិធីទាំង3នេះសេចក្តីរាយការណ៍បានឲ្យដឹងថារុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្ដើមដោះដូរអ្នកទោសទ្រង់ទ្រាយធំជាងគេបំផុតគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងខណៈទីក្រុងមូស្គូបានអះអាងថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពតែទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀតមកឲ្យរុស្ស៊ីប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្ដើមការដោះដូរអ្នកទោសសង្គ្រាមដ៏ធំមួយនៅថ្ងៃសុក្រទី23ខែឧសភាដែលត្រូវបានគេរំពឹងថានឹងមានទំហំធំជាងគេបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងដោយដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចាដោយផ្ទាល់កាលពីសប្តាហ៍មុននេះបើយោងតាមប្រភពយោធាអ៊ុយក្រែននឹងរាយការណ៍បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រភពយោធាអ៊ុយក្រែនបានបញ្ជាក់ថាការដោះដូរនេះដែលពាក់ព័ន្ធនឹងអ្នកទោស 1000 នាក់ពីភាគីនីមួយៗកំពុងដំណើរការអាជ្ញាធរអ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានឲ្យប្រមូលផ្ដុំគ្នានៅតំបន់ Chernihiv ភាគខាងជើងដើម្បីរងចាំទទួលអ្នកទោសដែលត្រូវបានដោះលែងទោះជាយ៉ាងណាក៏ត្រឹមរសៀលថ្ងៃសុក្រម៉ោងនៅមូស្គូប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមិនទាន់រាយការណ៍ពីការដោះដូរនេះទេហើយក្រសួងការពារជាតិរុស្ស៊ីក៏មិនបានឆ្លើយតបភ្លាមៗដែរការព្រមព្រៀងដោះដូរអ្នកទោសនេះគឺជាជំហានជាក់ស្ដែងតែមួយគត់ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចចរចាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាង3ឆ្នាំនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុនលោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះសារអបអរសាទរថាសូមអបអរសាទរដល់ភាគីទាំងពីរតើនេះអាចនាំទៅរកអ្វីដែលធំដុំទេដោយលោកអះអាងថាការដោះដូរបានចាប់សពគ្រប់ហើយកិច្ចចរចានៅអ៊ីស្តង់ប៊ុលមិនបាននាំឲ្យការព្រមព្រៀងលើបទឈប់បាញ់នោះទេអ៊ុយក្រែនចង់បានបទឈប់បាញ់30ថ្ងៃភ្លាមៗខណៈរុស្ស៊ីដែលបានឈ្លានពាននៅឆ្នាំ2022ហើយបច្ចុប្បន្នគ្រប់គ្រងប្រហែល 1/5 នៃអ៊ុយក្រែននិយាយថាខ្លួននឹងមិនផ្អាកការវាយលុកទេលុះត្រាតែលក្ខខណ្ឌរបស់ខ្លួនត្រូវបានសម្រេចជាមុនលោកត្រាំបានផ្លាស់ប្ដូរគោលនយោបាយអាមេរិកពីការគាំទ្រអ៊ុយក្រែនទៅរកការទទួលយកទស្សនៈមួយចំនួនរបស់រុស្ស៊ីហ
ហើយបានផ្អាកការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីក្រោយកិច្ចសន្ទនាជាមួយលោកពូទីនកាលពីថ្ងៃច័ន្ទទីក្រុងមូស្គូអះអាងថាខ្លួនត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាពប៉ុន្តែទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀតព្រមទាំងត្រូវរំសាយអាវុធនិងមិនចូលរួមសម្ព័ន្ធភាពយោធាលោកខាងលិចដែលទីក្រុងគៀវចាត់ទុកថាស្មើនឹងការចុះចាញ់គូបញ្ជាក់ថាគណៈការដោះដូរអ្នកទោសអាចជាសញ្ញាវិជ្ជមានមួយភាពខុសគ្នាដល់លើសលក្ខខណ្ឌបញ្ចប់សង្គ្រាមនៅតែជាឧបសគ្គចម្បងចំពោះការសម្រេចបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនដែលសង្គ្រាមនេះបានសម្លាប់និងធ្វើឲ្យរបួសទាហានរាប់សែននាក់និងជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់កម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជាត្រឹមតែរយៈពេល24ម៉ោងប៉ុណ្ណោះកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI មានអ្នកចូលប្រើប្រាស់ប្រមាណ 10,000 នាក់ក្រោយដាក់ដំណើរការប្រើប្រាស់ក្រោយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI ជាភាសាខ្មែរលើកដំបូងនៅកម្ពុជាត្រឹមតែរយៈពេល24ម៉ោងតែប៉ុណ្ណោះមានអ្នកចូលប្រើប្រាស់ប្រមាណជាង 10,000 នាក់នេះបើតាម